បាទសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងរឿងជួយជាងសឹងជីនិងជាភាសាខ្មែរថាកម្ពុជាអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី6ទាំងអស់គ្នាបន្ទាប់ពីទទួលបានកាដូមួយដៃពីឈិញស៊ុនរួចមកចៅហ្វាងថាមិនសមហេតុផលសោះខ្ញុំបានជួយនាងមិនបានជានាងវាយខ្ញុំទៅវិញឈិញស៊ុនតបវិញថាអធិស្ស្រ័យផងប្រតិកម្មពីកំណើតចៅហ្វាងថាមិនសំណំសោះអ្នកត្រូវតែសងខ្ញុំឈិញស៊ុនសួរវិញថាតើអ្នកចង់បានអ្វីចៅហ្វាងក៏តបវិញថាត្រូវការលុយមានលុយអត់សាំមែនណាគេឡើងស្អីស្អាតហើយសួរគេរលុយសាំដល់កកាត់មកកាន់សាច់រឿងរបស់យើងវិញស៊ីងស៊ុនថាគ្មានទេលុយចៅហ្វាងក៏បន្តសួរថាចុះអាវុធដែលមានកម្រិតខ្ពស់ឬក៏កម្ពីក្បាច់គុណអីមានអត់ស៊ីងស៊ុនថាអាវុធគ្មានទេកម្ពីក្បាច់គុណគឺនាងទទួលបានអំពីបៈរបស់នាងចំណែកឯអ្នកដែលក្រៅបៈគឺមិនអាចហាត់បានទេស្របពេលហ្នឹងចៅហ្វាងកំពុងតែគិតហើយក៏សួរនាងថាតើនាងអាចរៀបការជាមួយនឹងគាត់បានអត់ធ្វើជាស្រីរបស់គាត់ស៊ីងស៊ុនតបវិញថាយ៉ាងម៉េចចង់រៀបការជាមួយនឹងខ្ញុំចៅហ្វាងតបវិញថាម៉េចខ្ញុំមិនស័ក្តិសមជាមួយនឹងនាងតែមែនទេខ្ញុំចៅហ្វាងជាមហាទេពកោសលថ្មីនៅទីក្រុងអ៊ីស៊ុយថ្ងៃណាមួយខ្ញុំនឹងអាចក្លាយទៅជាអ្នកខ្លាំងក្នុងចក្រមអ្នកខ្លាំងបើសិនជាអ្នករៀបការជាមួយនឹងខ្ញុំនឹងក្លាយជាភរិយារបស់អ្នកខ្លាំងទី1នៅក្នុងពិភពគុណមួយនេះក្រៅពីនេះទាំងស្អាតទាំងសង្ហាមានមុនស្នេហ៍ខ្ពស់ក៏ខ្ពស់វិជាគុណក៏ខ្លាំងថែមទាំងឆ្លាតទៀតផងចំណែកឯអ្នកនាងវិញសម្រស់ស្អាតដូចជាទេពធីតាមានចង្កេះតូចជើងវែង41អ៊ីងស្បែកក៏សពួកយើងពិតជាសមនឹងគ្នាមែនពិតជាសមជាគូពីអតីតជាតិមែនហេតុអ្វីបានជាសើចនឹងខ្ញុំកំពុងតែសារភាពស្នេហ៍ណាឈិញស៊ុនតបវិញថាអត់អីទេអរគុណសម្រាប់ការជួយនាងមានឈ្មោះថាមូឈិញស៊ុនបើជាគូថ្ងៃក្រោយយើងនឹងជួបគ្នាម្ដងទៀតហើយក៏បញ្ចេញដាវហោះចេញបាត់ទៅស្របពេលដែលកំពុងតែជីកដាវនាងគិតតែម្នាក់ឯងថាប្រសិនបើគ្រួសារចៅនៅក្នុងរាជវាំងបានឮនៅសម្ដីរបស់ចៅហ្វាងនៅថ្ងៃនេះប្រកាសណាស់ជីវិតរបស់គាត់ពិតជាលែងបានក្តីសុខហើយនឹងបន្តទៀតថាបើសិនជានាងគ្រាន់តែជាកូនស្រីដែលកើតនៅក្នុងគ្រួសារសាមញ្ញប្រហែលជានាងអាចនឹងសម្រេចនៅវាសនាដោយខ្លួនឯងបានបន្ទាប់ពីឈិញស៊ុនហោះចេញបាត់ទៅបន្សល់នៅតែបរោះអភ័ព្វស្នេហ៍មុខបង្ហាញនៅស្នាប់ដៃអាឡ័យស្នេហ៍នឹងនិយាយថានាងចាក់ចេញទៅហើយហេតុអ្វីមិនទុក Telegram ឬក៏ WeChat ដើម្បីតាក់ទងគ្នាទាល់តែសោះតើគាត់អាចរកនាងឃើញដោយរបៀបណាស្របពេលដែលនិយាយមិនទាន់ចប់ផងនោះក៏ក្រឡេកឃើញស្លាកបញ្ជាមួយធ្លាក់ទៅនឹងដីដែលមានសញ្ញាថាស៊ွန်ជីចុងឬអាចបកប្រែជាភាសាខ្មែរថាបៈចម្រាញ់គុជប្រហែលជាឈិញស៊ុនធ្វើឲ្យជ្រុះហើយនឹងបន្តនិយាយថានាងត្រូវតែចាំគាត់នឹងទៅដោះស្រាយការងារនៅក្នុងគ្រួសាររួចរាល់គាត់នឹងទៅបៈចម្រាញ់គុជរកនាងក្រោយពីចៅហ្វាងដើរទៅ System និយាយថាពេលនេះចៅហ្វាងបានຕົករឿងគ្រួសារនិងស្នេហាជាធំពិតជាល្អខ្លាំងណាស់កាត់មកកាន់ចៅហ្វាងកំពុងដើរត្រឡប់មកផ្ទះវិញគាត់ក៏បាននិយាយថាត្រឹមតែមួយរយៈពេលប្រហែលថ្ងៃនេះគាត់បានផ្ទុះទៅដល់កម្រិត2ផ្កាយ8ទៅហើយជាមួយនឹងសមត្ថភាពបច្ចុប្បន្នគាត់ប្រកាសជាមានលទ្ធភាពនៅក្នុងការដោះស្រាយពីចំនួនរបស់គ្រួសារចៅដែលព្យាយាមតាមសម្លាប់គាត់ជាមួយប្រព័ន្ធនៅក្នុងដៃសូម្បីតែបៈចម្រាញ់គុជក៏មិនអាចបញ្ឈប់គាត់បានដែរនិងបន្តឲ្យឈិញស៊ុននៅតែត្រូវរងចាំគាត់ស្របពេលដែលចៅហ្វាងកំពុងតែដើរទៅកាន់ផ្ទះក៏បានស្រែកហៅស៊ីស៊ីគាត់ត្រឡប់មកវិញហើយតើនាងនៅឯណាក្រឡេកមើលទៅកាន់ទ្វារបើកគាត់ក៏បានរុញទ្វារចូលក្រោយពីចូលទៅក្នុងផ្ទះមានបរិះ3នាក់កំពុងតែរងចាំស្រេចក្រោយមកក៏បើកការវាយប្រហារគ្នាបរិះ3នាក់នោះព្យាយាមវាយទៅកាន់ចៅហ្វាងក៏បន្តរងថែមទាំងចាក់មួយដាវហក់ធាក់យកដាវទៅចាក់ក្នុងមាត់បរិះម្នាក់ហើយដកថយមកវិញបន្ទាប់ពីសាកដៃគ្នារួចមកបរិះម្នាក់ក៏បាននិយាយថាអ្នកប្រុសត្រឡប់មកវិញហើយឬម្នាក់ទៀតក៏បាននិយាយថាពួកយើងនឹងរងចាំអ្នកប្រុសយូរហើយថ្ងៃហ្នឹងជាថ្ងៃបញ្ចុះសពរបស់ឯងហើយចៅហ្វាងសួរវិញថាតើជឿស៊ីនឹងនៅឯណាតើពួកគេបានធ្វើអ្វីចំពោះនាងបរិះដែលជាមេគេក៏បានប្រាប់ថាខ្ញុំប្រាប់ឯងទៅចុះអ្នកបម្រើរបស់ឯងត្រូវបានអ្នកប្រុសចៅស៊ុនចាប់យកទៅឲ្យលោកម្ចាស់ស៊ីទូហ្វាងបាត់ទៅហើយនៅឯផ្ទះសំណាក់ហុងថៃឯណោះនឹងប្រាប់ទៅកាន់ចៅហ្វាងថាឯងត្រូវតែស្លាប់មកទទួលក្តីស្លាប់ទៅចៅហ្វាងថាជឿស៊ីជាមនុស្សតែម្នាក់ដែលល្អចំពោះគាត់ហ៊ានតែនាងបាត់តែមួយសរសៃសក់គឺត្រូវតែស្លាប់និយាយចប់ក៏ទាត់ទៅកាន់បរិះម្នាក់ឲ្យខ្ទាត
កាប់ទៅកាន់បរោះម្នាក់ទៀតនិងប្រើប្រាស់ក្បាច់ដាវជីបចរទាំង10ប្រមូលផ្ដុំកម្លាំងបន្តកាប់ចុះកាប់ឡើងនិងចាក់ទៅកាន់បរោះម្នាក់ថែមទាំងលោតទៅចាប់ក្បាលបរោះដែលជាមេគេនិងនិយាយថាទៅនរកទៅនិងថែមប៊ុនណើសមួយដៃផ្ទុបចុះទៅក្រោមនិងស្រូបយកកម្លាំងធាតុបន្ថែមទៀត System មិនលឺឡើងថាអបអរសាទរចៅហ្វាងដែលបានសម្លាប់អ្នកបម្រើរបស់គ្រួសារចៅ3នាក់ទទួលបាន experience 3000និងបច្ចេកទេសសម្ងាត់កណាប់ដៃមហាទម្ងន់ក្រោយពីទទួលបានចៅហ្វាងក៏បន្តវឹកហាត់ភ្លាមក្រោយពេលដែលវឹកហាត់បានជោគជ័យចៅហ្វាងក៏បានបញ្ចេញដៃពីរធំនៅពីក្រោយចៅហ្វាងក៏បានវាយចេញទៅនិងអាចបំផ្ទុះដៃទាំងពីរនោះបានបន្ថែមទៀតផងថែមទាំងអាចហៅវាត្រឡប់មកវិញបានទៀតសាច់រឿងរបស់យើងក៏បានចប់នៅត្រឹមនេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាទាំងអស់គ្នា